ខ្ញុំចង់ឲ្យលោកអ្នកសាកល្បងនឹកគិតដល់នរណាម្នាក់នៅក្នុងជីវិតជាអ្នកណាក៏បានសូមត្រឹមតែជាមនុស្សដែលអ្នកចាំច្បាស់បំផុតអាចថាជាគូស្នេហ៍ជាមិត្តភក្តិជាសមាជិកក្នុងគ្រួសារឬជាមិត្តរួមការងារក៏បានជាមនុស្សដែលរាល់ពេលអ្នកអង្គុយជជែកជាមួយអ្នកមានអារម្មណ៍ថាគេពិតជាស្ដាប់អ្នកពិតប្រាកដមែនមិនមែនគ្រាន់តែរងចាំដល់ពេលដើម្បីនិយាយកាត់តែប៉ុណ្ណោះទេប៉ុន្តែស្ដាប់ក្នុងរបៀបមួយដែលអ្នកលាន់មាត់ថាទីបំផុតខ្ញុំមានមនុស្សយល់ពីចិត្តខ្ញុំហើយជាមនុស្សដែលលើកយករឿងចាស់កាលពី6ឆ្នាំមុនដែលបានប្រាប់មកនិយាយចំថ្ងៃដែលយើងចង់ដឹងចង់ឮវាបំផុតជាមនុស្សដែលដឹងថាអ្នកខ្លាចអ្វីបំផុតចំណុចខ្សោយនៅត្រង់ណាគ្មានទំនុកចិត្តនៅត្រង់ណាហើយដឹងថាត្រូវនិយាយអ្វីដើម្បីឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញបានភ្លាមស្ដាប់ទៅដូចជាមនុស្សក្នុងក្តីស្រមៃមែនទេប៉ុន្តែចុះបើខ្ញុំប្រាប់ថាមនុស្សបែបនេះហើយដែលអ្នកចិត្តសាស្ត្រភាគច្រើនចាត់ទុកថាជាមនុស្សមានបុគ្គលិកលក្ខណៈដ៏គ្រោះថ្នាក់បំផុតមួយដែលអាចជួបប្រទះនៅក្នុងជីវិតបានមិនមែនជាមនុស្សដែលធ្វើបាបអ្នកដោយផ្ទាល់មិនមែនជាមនុស្សដែលស្រែកកំហកដាក់អ្នកនៅនឹងមុខអ្នកឬធ្វើឲ្យអ្នកខ្មាស់អៀននោះទេប៉ុន្តែជាមនុស្សដែលដឹងគ្រប់យ៉ាងពីអ្នកហើយប្រើប្រាស់ចំណេះដឹងនោះដោយស្ងៀមស្ងាត់ក្នុងរបៀបមួយដែលអ្នកស្ទើរតែមិនអាចកត់សម្គាល់ដឹងបានឡើយថ្ងៃនេះយើងនឹងមកជជែកគ្នាអំពី Dark Impulse អ្នកយល់ចិត្តផ្នែកកងឹតឬហៅថាល្បិចមនុស្សធ្វើពុតចិត្តជាព្រះខ្ញុំចង់ឲ្យអ្នកស្ដាប់វីដេអូមួយនេះឲ្យចប់បើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងផ្លាស់ប្ដូរទៅជាមនុស្សផ្សេងម្នាក់ទៀតបន្ទាប់ពីបានជជែកឬនៅក្បែរមនុស្សណាម្នាក់តែមិនអាចពន្យល់បានថាហេតុអ្វីវីដេអូមួយនេះអាចនឹងជាចម្លើយសម្រាប់លោកអ្នកបានប្រសិនបើលោកអ្នកចូលចិត្តមាតិកាបែបនេះហើយចង់គាំទ្រយើងខ្ញុំសូមជួយចុច Subscribe Like និង Comment ដើម្បីផ្ដល់នូវកម្លាំងចិត្តដល់យើងខ្ញុំទាំងអស់គ្នាដើម្បីបន្តដំណើរទៅមុខទៀតជាប្រយោជន៍ដល់មហាជនទាំងពួងសូមអរគុណទុកជាមុននឹងចូលដល់ Dark Impulse យើងត្រូវស្គាល់អំពី Dark Triad ជាមុនសិនជាដំបូងយើងត្រូវយល់ពីមូលដ្ឋានគ្រឹះបន្តិចសិនព្រោះបើមិនយល់ពាក្យថា Dark Triad ឬត្រីកោណងងឹតទេក៏មិនអាចយល់បានដែរថាតើ Dark Impulse ខុសប្លែកគ្នាយ៉ាងដូចម្តេចយើងនឹងដឹងថាហេតុអ្វីបានជាគួរឲ្យខ្លាចជាង Dark Triad ទៅទៀត Dark Triad នៅក្នុងផ្នែកចិត្តវិទ្យាគឺជាក្រុមបុគ្គលផ្នែកងងឹត3ប្រភេទដែលតែងតែជួបប្រទះរួមគ្នានៅក្នុងមនុស្សតែមួយអ្នកចិត្តវិទ្យា Delroy Paulhaus និង Kevin Williams គឺជាបុគ្គលដំបូងគេដែលបានចងក្រងនៅផ្នត់គំនិតនេះឡើងនៅក្នុងឆ្នាំ2002ហើយវាបានតួការចាប់អារម្មណ៍ពីសង្គមចិត្តវិទ្យារហូតដល់ពេលបច្ចុប្បន្ននេះបុគ្គលិកលក្ខណៈទាំង3យ៉ាងនោះរួមមានទី1 Narcissism ការវង្វេងនឹងខ្លួនឯងក្រុមនេះជឿថាខ្លួនឯងអស្ចារ្យជាងអ្នកត្រូវការទទួលស្គាល់ត្រូវការកោតសរសើរហើយតែងតែមើលឃើញថាអ្នកជុំវិញខ្លួនសុទ្ធតែមានតួនាទីដើម្បីបម្រើនៅតម្រូវការរបស់ខ្លួនពួកគេអាចមើលទៅមានមន្តស្នេហ៍មានទំនុកចិត្តលើខ្លួនឯងខ្ពស់ប៉ុន្តែបើមានអ្នកចាប់ផ្ដើមចោទជាសំណួរឡើងឬមិនផ្ដល់ការចាប់អារម្មណ៍តាមអ្វីដែលពួកគេចង់បានអ្នកនឹងឃើញទស្សនវិជ្ជាមួយផ្សេងទៀតភ្លាមទី2 Machiavellianism ល្បិចកលអូសទាញឈ្មោះនេះបានមកពីឈ្មោះ Niccolo Machiavellianism ទស្សនវិទូនយោបាយជនជាតិអ៊ីតាលីនាសតវត្សទី15ដែលបានសរសេរសៀវភៅដែលមានចំណងជើងថា The Prince ដោយនិយាយអំពីការប្រើកលល្បិចគ្រប់មធ្យោបាយដើម្បីទទួលបាននូវអំណាចក្រុមនេះមានល្បិចកិច្ចកលចូលចិត្តគិតយុទ្ធសាស្ត្រក្នុងរយៈពេលវែងប្រើប្រាស់អ្នកដទៃជាឧបករណ៍ដោយគ្មានក្តីរំខានចិត្តឬក្រែងចិត្តហើយតែងតែចាត់ទុកថាគ្រប់ទំនាក់ទំនងសុទ្ធតែមានផលចំណេញនិងផលប៉ះពាល់ចេញជាតួរលេខច្បាស់លាស់ទី3 Psychopathy បុគ្គលិកលក្ខណៈប្រឆាំងសង្គមក្រុមនេះខ្វះការយល់ចិត្តអ្នកដទៃខ្វះការដឹងខុសត្រូវឬគ្មានហេរេអោតបៈឡើយចូលចិត្តភាពរំភើបញាប់ញ័រហ៊ានប្រថុយប្រថាននិងតែងតែបង្ហាញអាកប្បកិរិយារំភើបរំជួលនៅក្នុងកម្រិតធ្ងន់ធ្ងរមួយ Psychopathy អាចបង្ហាញចេញនៅក្នុងទម្រង់ដែលសង្គមចាត់ទុកថាជាអក្រិតជនប៉ុន្តែនៅក្នុងជីវិតប្រចាំថ្ងៃក៏មានមនុស្សដែលមានលក្ខណៈប្រភេទនេះក្នុងកម្រិតស្រាលរស់នៅជុំវិញខ្លួនយើងផងដែរគ្រាន់តែអ្នកមិនដឹងខ្លួនប៉ុណ្ណោះឥឡូវនេះអ្វីដែលក្រុមទាំង3នេះមានដូចគ្នាហើយនេះគឺជាចំណុចសំខាន់ដែលខ្ញុំចង់ឲ្យអ្នកចងចាំគឺពួកគេខ្វះ empathy ការយល់ចិត្តឬសមានចិត្ត empathy គឺជារឿងដែលធ្វើឲ្យមនុស្សមានអារម្មណ៍ផ្សារភ្ជាប់គ្នាជាអ្វីមួយដែលធ្វើឲ្យយើងឈឺចាប់ពេលយើងឃើញអ្នកដទៃឈឺចាប់ជាអ្វីដែលធ្វើឲ្យយើងប្រយ័ត្នប្រយែងចំពោះអារម្មណ៍អ្នកដទៃ
មុននឹងនិយាយស្ដីឬធ្វើសកម្មភាពអ្វីមួយមនុស្សនៅក្នុងក្រុម Dark Triad ខ្វះចំណុចនេះនៅក្នុងកម្រិតមួយដែលច្រើនជាងមនុស្សទូទៅហើយនោះហើយជាអ្វីដែលធ្វើឲ្យយើងតែងតែមានអារម្មណ៍ថាមានអ្វីមួយយ៉ាងមិនប្រក្រតីនៅពេលដែលយើងបាននៅក្បែរពួកគេមានភាពត្រជាក់ស្រេបភាពមិនខ្វល់ខ្វាយដូចជាមានអ្វីមួយយ៉ាងត្រូវបាត់បង់នៅក្នុងកិច្ចសន្ទនាវាគឺជារលកសញ្ញាព្រមានតាមធម្មជាតិដែលបានបង្កើតឡើងសម្រាប់យើងប៉ុន្តែ Dark Impulse មិនផ្ដល់សញ្ញាព្រមានបែបនោះទេដែលនោះហើយជាបញ្ហាធំបើដូច្នោះតើ Dark Impulse ឬល្បិចមនុស្សធ្វើពុតចិត្តជាព្រះគឺជាអ្វីឲ្យពិតប្រាកដពាក្យនេះត្រូវបានគេលើកយកមកពិភាក្សានៅក្នុងរង្វង់អ្នកចិត្តសាស្ត្រសង្គមកាន់តែច្រើនឡើងការស្រាវជ្រាវរបស់ Nadja Hayem Alexander Sunich ក្នុងឆ្នាំ2021បានរកឃើញរឿងមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតពួកគេបានរកឃើញថាមានមនុស្សមួយក្រុមដែលមានលក្ខណៈរបស់ Dark Triad ប៉ុន្តែក្នុងពេលជាមួយគ្នានោះពួកគេមានសមត្ថភាពយល់ពីអារម្មណ៍អ្នកដទៃពោះជាងកម្រិតធម្មតាគួរឲ្យកត់សម្គាល់ក្រុមនេះហើយដែលហៅថា Dark Impulse ឬល្បិចមនុស្សធ្វើពុតចិត្តជាព្រះហើយអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺពួកគេមិនមានអារម្មណ៍ថាខ្លួនឯងជាមនុស្សអាក្រក់នោះទេពួកគេថែមទាំងអាចមើលឃើញខ្លួនឯងនៅក្នុងផ្លូវល្អថែមទៀតផងព្រោះពួកគេពិតជាយល់ពីអារម្មណ៍របស់អ្នកដទៃមែនគ្រាន់តែពួកគេជ្រើសរើសប្រើប្រាស់ការយល់ដឹងនោះក្នុងរបៀបមួយផ្សេងទៀតខ្ញុំចង់បញ្យល់ពីភាពខុសប្លែកគ្នានៃ Empathy ប្រែជាខេមរៈភាសាមានពីរផ្លូវទី1ប្រែថាអាណិតអាសូរទី2ប្រែថាការយល់ចិត្តនៅក្នុងទីនេះសំដៅទៅលើការយល់ចិត្តអ្នកចិត្តសាស្ត្របានបែងចែក Empathy ចេញជាពីរកម្រិតផ្សេងគ្នាគឺទី1 Affective Empathy ការយល់ចិត្តផ្នែកអារម្មណ៍គឺនៅពេលដែលអ្នកបណ្ដោយអារម្មណ៍ជាមួយនឹងអារម្មណ៍របស់អ្នកដទៃបើមិត្តរបស់អ្នកយំអ្នកក៏មានអារម្មណ៍សោកសៅតាមដែរបើមនុស្សនៅនឹងមុខជួបគ្រោះថ្នាក់អ្នកមានអារម្មណ៍តក់ស្លុតនិងឈឺចាប់ជាមួយនឹងគេដែរទី2 Connective Empathy ការយល់ចិត្តផ្នែកគំនិតគឺជាសមត្ថភាពក្នុងការដឹងថាអ្នកដទៃកំពុងមានអារម្មណ៍បែបណាដោយមិនចាំបាច់មានអារម្មណ៍រួមជាមួយនឹងអ្នកនោះឡើយវាគឺជាការអានអារម្មណ៍ឬមើលចិត្តអ្នកដទៃបានយ៉ាងត្រឹមត្រូវដូចជាអ្នកស៊ើបអង្កេតដែលអាចមើលធ្លុះតាមរយៈដានស្នាមហើយសន្និដ្ឋានពីស្ថានភាពបានដោយពុំចាំបាច់ស្ថិតនៅក្នុងហេតុការណ៍ជាក់ស្ដែងឡើយមនុស្សទូទៅមានទាំងពីរនេះក្នុងកម្រិតណាមួយប៉ុន្តែ Dark Impulse តែងតែមាន Connective Empathy ខ្ពស់ខ្លាំងជាងគណៈពេលដែល Affective Empathy អាចទាបជាងឬត្រូវបានបិទបាំងទុកមិនឲ្យវាចេញមកបានហេតុអ្វីបានជាភាពខុសប្លែកគ្នានេះសំខាន់មនុស្សដែលមាន Connective Empathy ឬការយល់ចិត្តផ្នែកគំនិតខ្ពស់ដឹងថាអ្នកឈឺចាប់ព្រោះរឿងអ្វីដឹងថាអ្នកខ្សោយត្រង់ចំណុចណាដឹងថាអ្នកត្រូវការអ្វីនៅពេលនេះហើយដឹងថាត្រូវនិយាយអ្វីទើបធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយឡើងវិញបានភ្លាមប៉ុន្តែបើគ្មាន Affective Empathy មកទន្ទឹមគ្នាទេពួកគេមិនមានអារម្មណ៍ឈឺចាប់ជាមួយអ្នកឡើយពួកគេគ្រាន់តែអាចមើលធ្លុះពីការឈឺចាប់របស់អ្នកហើយសម្រេចចិត្តថានឹងប្រើប្រាស់ទិន្នន័យនោះដើម្បីធ្វើអ្វីមួយយ៉ាងនេះគឺជាចំណុចដែលធ្វើឲ្យ Dark Impulse ខុសពី Dark Triad មិនដឹងថាអ្នកដទៃមានអារម្មណ៍យ៉ាងណានោះទេប៉ុន្តែ Dark Impulse ដឹងច្បាស់ហើយនៅតែជ្រើសរើសធ្វើរឿងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដដែលការយល់ចិត្តអាចក្លាយជាអាវុធខ្ញុំចង់ឲ្យលោកអ្នកសាកល្បងនឹកដល់អាវុធមួយប្រភេទតើវានឹងមានគ្រោះថ្នាក់កម្រិតណាបើអ្នកកាន់អាវុធនោះក្នុងដៃហើយតែមិនចេះពីរបៀបប្រើប្រាស់វាមុខជាមិនសូវមានគ្រោះថ្នាក់ទេមែនទេប៉ុន្តែបើអ្នកកាន់អាវុធនោះដឹងពីរបៀបប្រើប្រាស់យ៉ាងស្ទាត់ជំនាញដឹងថាត្រូវប្រើវាដោយវិធីណាពេលណាប្រើជាមួយនឹងនរណាហើយប្រើក្នុងវិធីសាស្ត្របែបណាដើម្បីមិនបន្សល់ស្លាកស្នាមទៅទៀតនោះមានន័យថាកម្រិតនៃភាពគ្រោះថ្នាក់ក៏កើនឡើងទ្វេដងដែរតើពិតមែនទេការយល់ពីអារម្មណ៍អ្នកដទៃក្នុងន័យដើមរបស់វាគឺជារឿងល្អបើវាស្ថិតនៅក្នុងដៃរបស់មនុស្សដែលប្រើវាដើម្បីជួយអ្នកដទៃដូចជាអ្នកចិត្តសាស្ត្រគ្រូពេទ្យឬមិត្តភក្តិល្អប៉ុន្តែនៅក្នុងដៃ Dark Impulse វាគឺជាដំណើរការខុសប្លែកពីនោះសាកស្រមៃមើលថាអ្នកកំពុងលេងអុកជាមួយនឹងនរណាម្នាក់ប៉ុន្តែគូប្រកួតអាចមើលធ្លុះចិត្តគំនិតរបស់អ្នកបានដឹងគ្រប់ជំហានដែលអ្នកបំរុងនឹងដើរដឹងពីចំណុចខ្សោយគ្រប់ច្រកល្ហកតើអ្នកអាចឈ្នះហ្គេមមួយនេះបានដោយវិធីណានោះហើយគឺជាអារម្មណ៍របស់មនុស្សដែលនៅក្បែរ Dark Impulse ទស្សនវិទូបារាំងលោក Michael Foucault ធ្លាប់បានលើកឡើងថាអ្នកដែលគ្រប់គ្រងភាសាគឺគ្រប់គ្រងការពិតខ្ញុំចង់ខ្ចីគំនិតនេះមកពង្រីកសេចក្តីបន្ថែមថា
អ្នកដែលគ្រប់គ្រងទិន្នន័យរបស់អ្នកគឺគ្រប់គ្រងការសន្ទនាដែលអ្នកមានចំពោះខ្លួនឯងនោះហើយគឺជាអំណាចដែល Dark Impulse មានលើជនរងគ្រោះក្នុងរយៈពេលវែងយុទ្ធសាស្ត្រដែលពួកគេប្រើប្រាស់ដើម្បីចូលមកក្នុងជីវិតរបស់អ្នកមាន3ដំណាក់កាលដំណាក់កាលទី1 Love Bombing ការទម្លាក់គ្រាប់បែកដោយប្រើក្តីស្រឡាញ់សាកស្រមៃពីមនុស្សដែលទើបតែនឹងចូលមកក្នុងជីវិតរបស់អ្នកហើយក្នុងរយៈពេលខ្លីសោះពួកគេអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាគេយល់ពីអ្នកច្បាស់ជាងមនុស្សដែលស្គាល់អ្នក10ឆ្នាំមុនទៅទៀតគេស្ដាប់រាល់រឿងគ្រប់យ៉ាងដែលអ្នកនិយាយចងចាំគ្រប់ព័ត៌មានលម្អិតហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាទីបំផុតខ្ញុំបានជួបនឹងមនុស្សដែលយល់ចិត្តខ្ញុំហើយប៉ុន្តែការពិតពួកគេកំពុងប្រើ connective empathy ដើម្បី scan អ្នកនៅក្នុងមួយពពេចភ្នែកគោលដៅមិនមែនដើម្បីផ្សារភ្ជាប់ទំនាក់ទំនងទេគឺដើម្បីប្រមូលយកទិន្នន័យលោក Marcus Aurelius ធ្លាប់បានសរសេរថា Look to the essence of a thing ចូលមើលឲ្យដល់ខ្លឹមនៃវត្ថុអ្វីដែលមើលទៅស្រស់ស្អាតពេកនៅក្នុងដំណាក់កាលដំបូងជួនកាលយើងក៏ត្រូវចេះចោទជាសំណួរសួរផងដែរដំណាក់កាលទី2ការបង្កើតអន្ទាក់នៅពេលដែលអ្នកចាប់ផ្ដើមទុកចិត្តហើយ Dark Impulse ចាប់ផ្ដើមប្រើប្រាស់ទិន្នន័យដែលប្រមូលបានយ៉ាងស្ងៀមស្ងាត់ពួកគេដឹងហើយថាអ្នកខ្លាចអ្វីហើយអ្នកងាយរងគ្រោះពីរឿងអ្វីពួកគេបន្តធ្វើជាមនុស្សល្អប៉ុន្តែចាប់ផ្ដើមចាក់ឫសគល់ខ្លួនឯងឲ្យកាន់តែស៊ីជម្រៅទៅក្នុងជីវិតរបស់អ្នកបន្តិចម្ដងរហូតដល់ក្លាយទៅជាមនុស្សដែលអ្នកត្រូវពឹងពាក់ខ្លាំងបំផុតនៅក្នុងការសម្រេចចិត្តលោក John Paul Sartre បានពោលថា Hell is other people នរកគឺជាអ្នកដទៃមានន័យថាយើងត្រូវបានកំណត់ដោយរបៀបដែលអ្នកដទៃសម្លឹងមើលមកយើង Dark Impulse ពួកគេនឹងក្លាយទៅជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីរូបភាពរបស់អ្នកបន្តិចម្ដងហើយពួកគេនឹងក្លាយទៅជាអ្នកគ្រប់គ្រងថាតើពេលយើងឆ្លុះកញ្ចក់ហើយគេចង់ឲ្យយើងមើលឃើញអ្វីដំណាក់កាលទី3សង្គ្រាមចិត្តសាស្ត្រដែលគ្មានបន្សល់ដើមនៅពេលដែលចាក់ឫសបានហើយពួកគេមានប្រព័ន្ធឧបករណ៍ដ៏ស្មុគស្មាញដើម្បីរក្សាអំណាចចំនួន4ប្រភេទគឺ 1. Gaslighting ធ្វើឲ្យអ្នកសង្ស័យលើការចងចាំរបស់ខ្លួនឯងពួកគេដឹងថាអ្នកងាយរងគ្រោះព្រោះរឿងអ្វីហើយវាយប្រហារត្រង់ចំណុចនោះដដែលរហូតដល់អ្នកលែងមានភាពប្រកបប្រជាលើការពិតដែលជារបស់ខ្លួនឯងទី2 Guilt tripping ការបង្កើតអារម្មណ៍កំហុសឆ្គងពួកគេប្រើប្រាស់ភាពទន់ភ្លន់របស់អ្នកធ្វើឲ្យអ្នកមានអាรម្មណ៍ខុសឆ្គងទោះបីអ្នកមិនបានធ្វើខុសក៏ដោយដើម្បីឲ្យអ្នកប្រយ័ត្នប្រយែងគ្រប់ពាក្យសម្ដីនៅពេលដែលនៅក្បែរពួកគេទី3 Malicious Sarcasm ការបញ្ចោចបញ្ចាលមានចេតនាពួកគេចាក់រុកចំចំណុចខ្សោយរបស់អ្នកហើយស្រោបវាដោយការលេងសើចបើអ្នកខឹងអ្នកគឺជាមនុស្សគិតច្រើនបើអ្នកស្ងៀមវាចាក់ដោតដល់បេះដូងអ្នកបន្តទៀតទី4ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនអាចកំបាំងឬរឿងគួរឲ្យខ្មាស់អៀនដែលអ្នកធ្លាប់ប្រាប់ត្រូវបានពួកគេយកមកធ្វើជាអំណាចតថ្លៃយ៉ាងស្ងៀមស្ងាត់តើហេតុអ្វីបានជាជនរងគ្រោះមិនព្រមគេចចាកចេញមានហេតុផល3យ៉ាងដែលជនរងគ្រោះមិនព្រមគេចវេះពី Dark Impulse ទី1ការផ្ដល់រង្វាន់ដោយមិនទៀងទាត់ Intermittent Reinforcement ពេលខ្លះគេល្អបំផុតពេលខ្លះគេធ្វើឲ្យឈឺចាប់ការឆ្លាស់គ្នាបែបនេះធ្វើឲ្យខួរក្បាលរបស់យើងព្យាយាមស្វែងរកហេតុផលនិងខិតខំកាន់តែខ្លាំងដើម្បីទទួលបាននូវក្តីស្រឡាញ់ពីគេវិញដោយការញៀនលបែងអញ្ចឹងទី2ភាពទាស់ទែងខ្វែងគំនិត Cognitive Dissonance ការទទួលស្គាល់ថាខ្លួនឯងចាញ់បោកគេគឺជារឿងអាម៉ាស់ឬជារឿងឈឺចាប់ដូច្នេះមនុស្សភាគច្រើនតែងតែស្វះស្វែងរកហេតុផលមកលុបលាងទង្វើអាក្រក់របស់ខ្លួនទី3ការបាត់បង់អត្តសញ្ញាណការរងនៅ gaslighting គឺជាការបន្ទោសខ្លួនឯងយូរទៅធ្វើឲ្យទំនុកចិត្តលើខ្លួនឯងធ្លាក់ចុះរហូតសង្ស័យថាខ្លួនមិនអាចរស់បានទេបើគ្មានគេទស្សនវិទូ Epictetus ថ្លែងថាអ្វីដែលរំខានចិត្តយើងមិនមែនជាព្រឹត្តិការណ៍ទេប៉ុន្តែគឺជាគំនិតរបស់យើងចំពោះព្រឹត្តិការណ៍នោះ Dark Impulse នៅក្នុងបរិបទផ្សេងមិនមែនត្រឹមតែរឿងស្នេហានោះទេកន្លែងធ្វើការអាចជាមិត្តភក្តិការងារដែលកោតសរសើរអ្នកដើម្បីបដូរយកផលប្រយោជន៍ឬមេកាយចវាយនាយដែលចង់បានតាមសេចក្តីត្រូវការរបស់ខ្លួនដោយបញ្ចូលលើកតម្កើងពីសមត្ថភាពរបស់អ្នកដើម្បីរុញឲ្យអ្នកធ្វើការហួសកម្លាំងមិត្តភក្តិដែលស្ដាប់រាល់បញ្ហារបស់អ្នកប៉ុន្តែយករឿងនោះទៅនិយាយដើមក្រោយខ្នងឬធ្វើជាអំណាចត្រួតត្រាលើអ្នកគ្រួសារ
ឪពុកម្ដាយដែលផ្ដល់ក្តីស្រឡាញ់មានលក្ខខណ្ឌដើម្បីទាមទារការគោរពប្រណិប័តតាមចិត្តខ្លួនសញ្ញាព្រមាននិងដំណោះស្រាយសញ្ញាដែលគួរឲ្យកត់សម្គាល់ 1. ភាពស្និទ្ធស្នាលដែលកើតឡើងលឿនខ្លាំងពេក 2. អ្នកចាប់ផ្ដើមសង្ស័យលើខ្លួនឯងញឹកញាប់ជាងមុន 3. អ្នកមានអារម្មណ៍ថាត្រូវប្រយ័ត្នគ្រប់ពាក្យសម្ដីជានិច្ចដូចដើរនៅលើសម្បកពងមាន់ 4. មនុស្សជុំវិញខ្លួនដែលអ្នកទុកចិត្តចាប់ផ្ដើមបង្ហាញពីក្តីបារម្ភអំពីអ្នក 5. អ្នកមានអារម្មណ៍ហត់នឿយខាងផ្លូវចិត្តបន្ទាប់ពីដើរក្បែរពួកគេតើត្រូវធ្វើដូចម្តេចទៅទី 1 ត្រឡប់មកផ្សារភ្ជាប់ជាមួយនឹងខ្លួនឯងឡើងវិញធ្វើសកម្មភាពដែលផ្ដល់តម្លៃនិងទំនុកចិត្តដល់ខ្លួនឯងឡើងវិញ 2. ដកខ្លួនចេញបន្តិចម្ដងកាត់បន្ថយការបើកចិត្តកាត់បន្ថយការពឹងផ្អែកលើគេនិងបង្កើតបណ្ដាញដែលអ្នកអាចទុកចិត្តបាននៅកន្លែងផ្សេងៗ 3. កុំបន្ទោសខ្លួនឯងការដែលអ្នកធ្លាក់នៅក្នុងស្ថានភាពនេះមិនមែនមកពីអ្នកល្ងងនោះទេប៉ុន្តែមកពីអ្នកជាមនុស្សដែលត្រូវការផ្សារភ្ជាប់ដោយសេចក្តីស្រឡាញ់ពិត Dark Impulse គ្រាន់តែឆ្លៀតឱកាសពីចំណុចដ៏ល្អទាំងនេះប៉ុណ្ណោះបណ្ដាំខ្ញុំមិនចង់ឲ្យអ្នកស្ដាប់វីដេអូមួយនេះចប់ហើយដើរសង្ស័យមនុស្សគ្រប់គ្នានោះទេព្រោះសមត្ថភាពក្នុងការបើកបេះដូងនិងទុកចិត្តអ្នកដទៃគឺជារឿងដ៏ល្អបំផុតក្នុងការកើតមកជាមនុស្សអ្វីដែលខ្ញុំចង់ឲ្យអ្នកទទួលបានគឺភ្ញាក់រលឹកលោកសូក្រាតធ្លាប់បានពោលថាជីវិតដែលមិនបានឆ្លងកាត់ការពិចារណាគឺជាជីវិតដែលមិនស័ក្តិសមនឹងរស់នៅកុំភ័យខ្លាចហួសហេតុប៉ុន្តែចូលចេះសង្កេតទាំងពិភពខាងក្រៅនិងខាងក្នុងខ្លួនយើងសង្កេតមើលថាតើទំនាក់ទំនងមួយណាដែលធ្វើឲ្យយើងคล้ายទៅជាមនុស្សលើខ្លួនឯងកាន់តែច្រើនហើយទំនាក់ទំនងមួយណាដែលធ្វើឲ្យយើងចោទសួរខ្លួនឯងញឹកញាប់ជាងមុនអ្នកមិនអាចគ្រប់គ្រងអ្នកផ្សេងដើរចូលមកក្នុងជីវិតរបស់អ្នកបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងការគិតនិងការវិលត្រឡប់មករកខ្លួនឯងវិញបានជានិច្ចបើវីដេអូមួយនេះធ្វើឲ្យលោកអ្នកនឹកឃើញដល់នរណាម្នាក់ឬទំនាក់ទំនងណាមួយសូមប្រើប្រាស់អារម្មណ៍នេះជាចំណុចចាប់ផ្ដើមនៃការសន្ទនាជាមួយនឹងខ្លួនឯងមិនចាំបាច់ប្រញាប់វាយតម្លៃពេកទេគ្រាន់តែចាប់ផ្ដើមសង្កេតនិងស្ដាប់ខ្លួនឯងជាមុនសិនទៅបានហើយសម្រាប់បងប្អូនសាធុសប្បុរសដែលគិតថាខ្លឹមសារនៃវីដេអូនេះមានប្រយោជន៍សូមជួយចែករំលែកដល់ញាតិមិត្តបងប្អូនបានដឹងដើម្បីកុំឲ្យធ្លាក់ចូលទៅក្នុងអន្លង់ងងឹតរបស់ជនល្បិចមនុស្សធ្វើពុតជាព្រះដ៏មានគ្រោះថ្នាក់ទាំងអស់នេះផងសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត